មានមូលហេតុមួយចំនួនដែលធ្វើឲ្យបងប្អូនទាំងគ្នាព្យាបាលកាពះនឹងគឺអត់ជាដាច់ទេបងប្អូនទាំងគ្នាអញ្ចឹងតាមដានជាមួយខ្ញុំទាំងគ្នាតើមានមូលហេតុអីមូលហេតុទី1គឺបងប្អូនទាំងគ្នាស៊ាំថ្នាំនៅពេលដែលបងប្អូនទាំងគ្នាមានបញ្ហាកាពះពោះវៀនបងប្អូនទាំងគ្នាចេះតែទៅទិញថ្នាំមួយលេខពីរលេខដើម្បីឲ្យអន់អាការៈរោគបងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលបងប្អូនទាំងគ្នាអនុវត្តរបៀបអញ្ចឹងយូរទៅវាធ្វើឲ្យបងប្អូនទាំងគ្នានឹងមានការស៊ាំថ្នាំទី2គឺបងប្អូនទាំងគ្នាព្យាបាលដល់អត់បានរកមូលហេតុឲ្យបានត្រឹមត្រូវថាតើបងប្អូនទាំងគ្នានឹងមានបញ្ហាអីឲ្យប្រកបការដែលបងប្អូនទាំងអស់គ្នាឈឺកាពះគឺវាមានមូលហេតុរបស់វាមូលហេតុអាចមកពីបញ្ហានៃការឆ្លងទៅលើមេរោគកាពះមូលហេតុមកពីដោយសារតែបងប្អូនទាំងគ្នានឹងញ៉ាំថ្នាំបំបត្តិការឈឺចាប់ឬក៏ថ្នាំប្រឆាំងមួយការរលាកច្រើនពេកមូលហេតុទី3គឺដោយសារតែបងប្អូនទាំងគ្នាមានទម្លាប់ហូបបាយអត់ទៀងទាត់ពេលវេលាហូបហឹរខ្លាំងហូបរបស់ផ្អាប់ច្រើនហូបម្ជូរហូបម្ទេសអីចឹងទៅគឺបងប្អូនទាំងគ្នាអាចមានបញ្ហាកាពះពោះវៀនដើម្បីឲ្យការព្យាបាលរលាកកាពះពោះវៀននឹងបានត្រឹមត្រូវបងប្អូនទាំងគ្នាទី1គឺបងប្អូនទាំងគ្នាត្រូវតែរកមូលហេតុឲ្យបានច្បាស់លាស់ថាបងប្អូនទាំងគ្នានឹងឈឺរលាកកាពះពោះវៀននឹងដោយសារអីដោយសារតែមេរោគឬក៏ដោយសារមូលហេតុអីផ្សេងទី2នៅពេលដែលបងប្អូនទាំងគ្នាញ៉ាំថ្នាំគឺបងប្អូនទាំងគ្នាត្រូវតែញ៉ាំតាមដូសរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវតាមពេលវេលាដែលគ្រូពេទ្យបានកំណត់មួយទៀតគឺបងប្អូនទាំងគ្នាត្រូវតែអនុវត្តនៅអ្វីដែលគ្រូពេទ្យបានឲ្យដំបូន្មានទៅបងប្អូនទាំងគ្នាជាទូទៅបងប្អូនទាំងគ្នាដែលមានបញ្ហារលាកកាពះពោះវៀនបងប្អូនទាំងគ្នាត្រូវតែតមចំណីអាហារមួយចំនួនមានរបស់ហឹររបស់ផ្អាប់មានម្ជូរជាដើមហើយបងប្អូនទាំងគ្នាត្រូវតែហូបអាហារបានទៀងទាត់ពេលវេលាផងដែរចំណុចដែលសំខាន់ជាងគេគឺបងប្អូនទាំងគ្នាប្រសិនបើមានការរលាកកាពះដោយសារតែមេរោគកាពះគឺបងប្អូនទាំងគ្នាត្រូវតែលេបថ្នាំឲ្យគ្រប់ដូសហើយម្យ៉ាងមួយទៀតនៅពេលដែលបងប្អូនទាំងគ្នាទម្លាប់ប្រើប្រាស់ថ្នាំផ្សះច្រើនអញ្ចឹងការព្យាបាលមេរោគកាពះបងប្អូនទាំងគ្នាអាចមានបញ្ហាមួយគឺបញ្ហាស៊ាំថ្នាំអញ្ចឹងហើយការព្យាបាលកាពះបងប្អូនដែលមានមេរោគកាពះហើយព្យាបាលទៅគឺមានបញ្ហាមួយគឺស៊ាំថ្នាំអញ្ចឹងធ្វើឲ្យបងប្អូនទាំងគ្នាពិបាកនៅក្នុងការព្យាបាលបងប្អូនទាំងគ្នាការញ៉ាំថ្នាំមេរោគកាពះនេះគឺវាមានបញ្ហាគឺធ្វើទុកឲ្យបងប្អូនទាំងគ្នាធីងធងឲ្យបងប្អូនទាំងគ្នាមានអារម្មណ៍ថារកក្អួតអីអញ្ចឹងទៅប៉ុន្តែវាគឺជាការធ្វើទុករបស់ថ្នាំទេបងប្អូនទាំងគ្នាបញ្ហានេះគឺដោយសារតែការព្យាបាលមេរោគកាពះគឺវាទាមទារឲ្យការប្រើប្រាស់អង់ទីប៊ីយោទិកឬក៏ថ្នាំសម្លាប់មេរោគហ្នឹងគឺដូសវាខ្ពស់ហើយកម្លាំងវាខ្លាំងអញ្ចឹងហើយពេលខ្លះទៅបងប្អូនទាំងគ្នាអាចទប់ជាមួយនឹងកម្លាំងថ្នាំនឹងបានណាប៉ុន្តែបងប្អូនទាំងគ្នាត្រូវតែតស៊ូលេបឬក៏បើសិនជាធ្វើទុកខ្លាំងបងប្អូនទាំងគ្នាអាចទៅជួបនឹងគ្រូពេទ្យដែលបងប្អូនទាំងគ្នាព្យាបាលហើយធ្វើការដូរថ្នាំការដែលបងប្អូនទាំងគ្នាបន្តលេបថ្នាំកាពះច្រើនឆ្នាំច្រើនខែបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាអាចមានបញ្ហាមួយគេឲ្យឈ្មោះថាជា gastroparesis បានន័យថាកាពះសាច់កាពះបងប្អូនទាំងគ្នាហ្នឹងវាចាប់ផ្ដើមស្វិតបងប្អូនទាំងគ្នាអញ្ចឹងមួយទៀតនៅពេលដែលបងប្អូនទាំងគ្នាមានបញ្ហាកាពះហើយលេបថ្នាំប្រេះផ្ដាស់លេបថ្នាំយូរច្រើនខែច្រើនឆ្នាំទៅគឺមានបញ្ហាទៅលើតម្រងនោមមានបញ្ហាទៅលើការកង្វះជាតិវីតាមីនមួយចំនួនឬក៏ជាតិអំបិលខាតនិកមួយចំនួនដែរអញ្ចឹងការព្យាបាលសូមព្យាបាលឲ្យបានត្រឹមត្រូវសូមព្យាបាលទៅតាមបច្ចេកទេសដែលគ្រូពេទ្យដែលវិជ្ជបណ្ឌិតបានដាក់ឲ្យ